2. មេគាឆ្ពោះទៅកាន់ការក្លាយជា Lady Sayadaw ជីវិតដំបូងនិងមូលដ្ឋានគ្រឹះនៃការសិក្សា1846 ប្រហែល1886 ព្រះមហាថេរៈ Lady Sayadaw បានប្រសូតនៅថ្ងៃអង្គារ13កើតខែមករាឆ្នាំចពុទ្ធសករាជ2490ត្រូវនឹងថ្ងៃទី1ខែធ្នូគ្រិស្តសករាជ1846នៅភូមិសាំងពិនស្រុកលេបេយិនខេត្តស្វេបូបច្ចុប្បន្នស្រុកមុនឆ្វាតំបន់សកៈប្រទេសភូមាព្រះបិតារបស់ព្រះអង្គមាននាមថាអ៊ូទុនថានិងលោកយាយដ៏កូនមានរឿងដំណើរថានៅថ្ងៃដែលព្រះអង្គប្រសូតមានឥន្ទនូដ៏អស្ចារ្យមួយបានលេចឡើងដែលជាប្រផ្នូលល្អហើយដោយសារហេតុនេះមាតារបស់ព្រះមាតានិងញាតិសន្តានបានថ្វាយព្រះនាមកុហកថាម៉ូតេខូដែលមានន័យថាអ្នកដែលនឹងឡើងដល់កម្ពូលនៅព្រះជន្ម10ព្រះវស្សាព្រះអង្គបានចូលសិក្សានៅវត្តក្រោមការបង្ហាត់បង្រៀនពីព្រះគ្រូសាយាដាវអ៊ូណាន់ដាព្រះអង្គបានបួសជាសាមណេរនៅក្នុងព្រះជន្ម15ព្រះវស្សាដោយទទួលបានព្រះនាមថា